សួស្តីបងប្អូនទាំងអស់គ្នាមកមើលការរៀបចំចានរបស់ខ្ញុំជាដំបូងយើងដាក់មេ potato ដើម្បីកូរចានដើម្បីភ្ញៀវបានញ៉ាំផងបន្ទាប់មកយើងដាក់ស្ពៃតឿដែលយើងបានក្រៀលជាបន្តមកទៀតយើងដាក់ផ្សិតច្បាំងរបស់យើងដាក់ផ្សិតហើយបន្ទាប់មកទៀតយើងដាក់ cherry tomato ដែលយើងក្រៀលជាមួយគ្នាហ្នឹងតើយើងដាក់ cherry tomato ហើយយើងដាក់ mussel ដែលយើងបានចម្អិនជាមួយនឹងសូសក្បាលបង្គារបស់យើងតើមកយើងដាក់បង្កងតកែវនេះយកមកពីតកែវហើយបន្តមកទៀតយើងដាក់ coconut ហើយយើងដាក់ oil chili oil បន្តមកទៀតយើងដាក់ herb oil នេះជារូបភាពដែលយើងថតនៅពេលដែលយើងរៀបហើយសូមបងប្អូនជួយ like ជួយ comment ផង